បងប្អូនជនរួមជាតិនៅពេលដែលយើងបានមកដល់ឃើញទស្សនវិជ្ជាស្ដែងយើងមានអារម្មណ៍ថាសង្វេគហើយជាពិសេសបងប្អូនប្រជាពលរដ្ឋយើងចំនួនដងសិតេជិតដល់10000នាក់មិនមែនតិចទេបងបងធឿ3000គ្រួសារហ្នឹងគិតបឋមត្រឹមយប់មិញមកដល់ពេលថ្មនេះមែនទេបងបាទហើយនៅបន្តទៀតបាទហើយគោលបំណងក្រុមការងារដូចជាអង្គភាពសារព័ត៌មានបងខ្ញុំអីមកនេះគឺដើម្បីមកផ្សាយឲ្យបងប្អូនមហាជនក្នុងនិងក្រៅប្រទេសលោកបានឃើញទស្សនវិជ្ជាស្ដែងដោយសារអំណាចនិងឥទ្ធិពលនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យជាតិសាសន៍ខ្មែររបស់យើងហើយសោកនាដកម្មមួយនេះវាបានធ្វើឲ្យពេលវេលារបស់ពុកម៉ែបងប្អូនដែលជាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងតាមបន្តព្រំដែនបាទសរុបទៅវាជិត700គីឡូម៉ែត្រដីជាងព្រំប្រទល់ Share Border រវាងកម្ពុជាថៃនឹងគឺបញ្ហាទាំងអស់ដល់ពេលអញ្ចឹងទៅស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលត្រូវជំនះវាច្រើនគ្រប់កន្លែងមិនអញ្ចឹងបងណាបាទតាំងពីពោធិ៍សាត់តាំងពីឥឡូវសូម្បីតែបាត់ដំបងស្ពើលូនក៏ត្រូវជំនះដែរបាទក្តៅហើយដល់មានជ័យព្រះវិហារស្អែមអីនោះក៏កាន់តែកកឹកកក្រែងហើយសារព័ត៌មានយើងគ្រប់ទីកន្លែងកំពុងតែសហការជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីបាទមុននេះតិចហ្នឹងឯកឧត្តមរដ្ឋមន្ត្រីលោកបានដាក់យុទ្ធនាការមួយគឺតបស្រួយរបស់យើងសារព័ត៌មានក្នុងនិងក្រៅប្រទេសដែលកំពុងតែប្រចាំការដឹកនាំប្រឆាំងជាមួយនឹងព័ត៌មានคล้ายៗរបស់ខាងភាគីម្ខាងទៀតដែលគេលៀបពោយើងណាបងបាទអញ្ចឹងនៅពេលនេះដូចតែបងប្អូនបានឃើញស្រាប់ទស្សនវិជ្ជាប្រជាពលរដ្ឋដែលនៅគ្រប់កន្លែងនៅក្នុងបរិវេណនៃវត្តថ្មភ្នំថ្មដានេះដូចបាទថ្មកបោនេះគឺច្រើនមែនហើយតាំងពីម្សិលមិញរហូតមកទល់សម័យថ្ងៃនេះជិត10000នាក់ហ្នឹងមិនមែនតិចទេប៉ុន្តែតាមមួយកន្លែងនេះទេយើងនៅមានចុងកាល់នៅមានស្រីស្នំហើយនៅមានខាងកន្លែងទៀតនោះការតួលេខសរុបយើងមិនទាន់បានសង្ខេបអស់ទេព្រោះតាំងពីព្រលឹមរហូតមកទល់អាត្មានេះនិយាយរួមយប់មិញខ្ញុំម៉ោង11ម៉ោង12ម៉ោង1ម៉ោង2នៅរវងមូលខាងក្រុងសម្រោងរហូតដល់ព្រឹកមិញនេះទៀតណាក្រោយពី S16 វាតម្លាក់នៅខាងក្រុងសម្រោងហ្នឹងគឺថាវាកើពេកបាទអញ្ចឹងយើងត្រូវចេញមកខាងក្រៅដើម្បីមកស្ទាបស្ទង់ស្ថានភាពនៅខាងក្រៅហ្នឹងយកព័ត៌មានហ្នឹងចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យនៅខាងជួរក្រោយលោកបានឃើញថាស្ថានភាពនៅជួរមុខនេះពេលនេះដោយតាមរយៈបងសានបន្ទឿនក្រុមការងារសារព័ត៌មានយើងទាំងអស់នៅផ្សាយហ្នឹងវាយ៉ាងម៉េចពិតប្រាកដយ៉ាងណាហើយប្រជាពលរដ្ឋដែលបានមកនេះស្ថានភាពរបស់គាត់ក្រោមកិច្ចអភិបាលកិច្ចរបស់ឯកឧត្តមអភិបាលខេត្តភូមិឃុំសង្កាត់ដែលបានរៀបចំចាត់ចែងឲ្យគាត់មករកទីទួលសុវត្ថិភាពនេះឃើញថាមកបាន100%ហើយកន្លែងខ្លះហ្នឹងក៏ជំនះមកដោយជោគជ័យដោយមិនមានអ្វីដែលធ្វើឲ្យប៉ះពាល់ទេប៉ុន្តែជាអកុសលរឿងផ្សេងពីនោះទៀតក្រៅនានាការយើងអត់ទាន់អាចបង្ហើបបានទេអរគុណឥឡូវនេះយើងគ្រាន់តែជាការយើងគ្រាន់តែថតផ្ដិតដើម្បីឲ្យអន្តរជាតិឲ្យបានឃើញគឺជាស្បៀងអាហារពិភពលោកបាទហ្នឹងជាអង្គការ World Vision ហ្នឹងអង្គការដៃទូជាផ្សេងនៅលើពិភពលោកនេះគឺដែលទទួលគេហៅថាជនបាទភៀសខ្លួនបាទគឺដោយសារភ្លើងសង្គ្រាមនេះកិច្ចបាទដើម្បីរកទីទួលសុវត្ថិភាពភ្លើងសង្គ្រាមនេះហើយឲ្យពិភពលោកឲ្យបានឃើញថានេះគឺសកម្មភាពដែលចោលដែលទាហានសៀមឈ្លានពានបាទមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាវាធ្វើឲ្យពលរដ្ឋជនស៊ីវិលរងគ្រោះបាទអញ្ចឹងបងប្អូនសូមអញ្ជើញមើលប៉ុន្តែខ្ញុំសូមឲ្យក្រុមការងាររបស់ខ្ញុំជាអ្នកដើរបង្ហាញបាទសូមអញ្ជើញនេះបាទនេះជន់បាទជាដែរជាសួរថាបាទហ្នឹងជួយដាក់ថាសបាយទេបាទយើងដើរកាន់ក្បាលនេះជន់កាន់តោះនេះយើងដាក់ម៉ៃមកដើរតោះយើងអីតែខ្ញុំសូមឲ្យក្រុមការងាររបស់ខ្ញុំជាមួយនឹងបងប្អូនដើរយើងធ្វើការផ្ដិតយករូបភាពច្រើនហើយឲ្យមិញបងប្អូនក៏លោកគាត់គិតថាហេលោកសាលមិនធឿនឃើញតិចម៉េះបាទនៅខាងក្រៅបាទតន់ចូលដល់ខាងក្នុងទេបាទច្រើនណាស់បងប្អូនគឺខ្ញុំសូមបញ្ជាក់ម្ដងទៀតថាមកទល់នឹងម៉ោងដែលខ្ញុំកំពុងតែផ្សាយផ្ទាល់នេះប្រជាពលរដ្ឋរបស់យើងគ្រាន់តែមកស្រុកគ្រាន់តែប្រទី7ទីតាំងកន្លែងនេះបាទប្រជាពលរដ្ឋដែលភៀសសឹកបរកទីទួលសុវត្ថិភាពនេះសរុបជិត10000នាក់បាទចំនួនមនុស្សជាងជិត10000នាក់បាទគិតជាគ្រួសារជាង3000គ្រួសារ3000គ្រួសារបាទអញ្ចឹង3000គ្រួសារត្រូវការជំនួយច្រើនណាស់មែនហើយយើងបងប្អូនខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសយើងរួមគ្នាគិតយើងរួមនេះធ្វើយើងរួមនេះដោះស្រាយយើងជួយប្រជាជនរបស់យើងនៅក្នុងគ្រាមានអាសន្នតាមលទ្ធភាពចូលរួមចំណែកជាមួយនឹងប្រមុខរដ្ឋាភិបាលហ្នឹងហើយព្រោះរដ្ឋាភិបាលពេលខ្លះលោកមើលអត់ទុកជំនួយទេបាទព្រោះលោកមិនភ្នែកមិនអស់ទេណាមួយគាត់ទប់ឥឡូវទប់គិតរឿងពីសឹកការទូតផងការទូតផងអញ្ចឹងហើយយើងជាខ្មែរទាំងអស់គ្នានេះយើងរួមគ្នាចូលរួមចំណែកជាមួយនឹងប្រមុខរដ្ឋាភិបាលរបស់យើងបាទអញ្ចឹងសូមអញ្ជើញឲ្យក្រុមការងារជាមួយបងប្អូនដើម្បី
ធ្វើស្ដីការព័ត៌មានបាទខុសទីតាំងឲ្យបាទសូមជឿបាទអរគុណអញ្ចឹងបងប្អូនជនរួមជាតិជាទីស្នេហាឥឡូវយើងគឺមានតែផ្ដិតយករូបភាពផ្ទាល់ទុកឲ្យបងបន្ទឿនគាត់តំណាក់តំណងការទូតផ្សេងឥឡូវនេះយើងផ្ដិតយករូបភាពចែកជូនបងប្អូនយើងបានទស្សនាទស្សនវិជ្ជាដែលប្រជាពលរដ្ឋនៅក្នុងសោកនាដកម្មដែលទទួលបានពីពេលកន្លងមកនឹងដូចឃើញស្រាប់ហើយបងប្អូននេះនៅក្នុងខេត្តខណ្ឌនីមួយអត់មានចង់ឲ្យមានសោកនាដកម្មជាកើតឡើងទេអត់មាននរណាគេចង់ឲ្យមកអនុកអណែលចឹងទេបងប្អូនមើលទៅអតេះចានឆ្នាំងដែលប្រជាពលរដ្ឋយើងគាត់ធ្លាប់រស់នៅសុខសាន្តបានក្តីសុខភាពមង្គលនៅតាមបន្ទាត់ព្រំដែនពីលើមកអើយណាតែក្រោយពីខាងកងយោធាថៃទម្លាក់ក្របមកវាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវបានជំនះបាទភាសឹកមកនឹងដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់ហើយទស្សនវិជ្ជាបងប្អូនមើលទៅមិញនៅខាងក្រៅខ្ញុំឯនឹងបងសានបន្ទឿនបានជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋមកបាទមកចំណាយតូចទេហើយយើងក្តោបក្តាប់សភាពការសួរនាំគាត់ទៅគឺពាក់ព័ន្ធទៅនឹងរឿងគាត់ជំនះមកអ្នកខ្លះមកតែខ្លួនទៅទេមិនសំទោសមកតែមកតួខ្លួនហ្នឹងហើយចង់និយាយចឹងផ្លេចអំបិលផ្លេចប៊ីចេងផ្លេចស្ករផ្លេចអ្វីសពបែបដែរបាទមិនសូមបញ្ជាក់ម្ដងទៀតសាច់ថ្មីដោយសារតែយើងប្រាប់ទីតាំងនេះយើងមិនមែនចង់ឲ្យយោធាថៃឬមួយក៏អីដូចបងប្អូនខមមិនបានក្នុងเพจរបស់លោកចាំងវាងសាមន្ទឿនទេគឺខ្ញុំមកទីនេះដើម្បីបង្ហាញឲ្យសប្បុរសជនបានឃើញដែលកំពុងតែរិះអង្គីគេហៅថាតបជួរក្រោយបាទកំពុងតែរិះសមរភូមិក្រោយបាទដើម្បីជួយបងប្អូនប្រជាពលរដ្ឋរបស់យើងដែលគាត់ខ្វះខាតគាត់ត្រូវការបងប្អូននឹងហើយដែលជាតបជួរក្រោយនឹងដើម្បីជួយជាស្បៀងអាហារតាមរយៈអ្នកដែលនៅដូចពួកខ្ញុំជាក្រុមការងារអ្នកកសែតគឺយើងលះបង់ទៅបែបយ៉ាងហ្នឹងហើយបាទលះបង់ទាំងប្រពន្ធទាំងកូនទាំងពេលវេលាខ្លួនឯងដើម្បីជួយដើម្បីជួយព័ត៌មានពិតហើយតែមើលតែតាម Facebook ហើយ comment អាក្រក់ពីគេប្រាប់ទីតាំងក៏ខុសគេអីក៏ខុសជាសំណុំពរមួយដែលផងដែរប្រិមិត្តបាទហើយទន្ទឹមនឹងនោះបងប្អូនខ្ញុំចង់រំលឹកចេញបន្តិចព្រោះកាលពីព្រឹកនោះយើងធ្វើការផ្សព្វផ្សាយកន្លែងបងប្អូនជនភៀសសឹកមានជាធម្មតាទេព្រោះ100វាតែមាន2 3អញ្ចឹងណាចុះហែងគេហាមគេមិនឲ្យថតមកគេផ្សាយតែហែងទៅ live ផ្ទាល់ណែវាអញ្ចឹងណាហើយគាត់អត់បានយល់ពីច្បាប់ទម្លាប់របបសារព័ត៌មានហើយការផ្សាយនេះគឺផ្សាយកន្លែងតំបន់សុវត្ថិភាពកន្លែងបងប្អូនភៀសសឹកទេមិនមែនព្រំបន្ទល់ឬក៏បន្ទាត់ត្រង់សេលេនឋានឬក៏កងទ័ពទាំង3ប្រភេទកំពុងតែត្រៀមយុទ្ធសាស្ត្រនៅក្នុងការច្បាំងតយុទ្ធទេហើយព្រឹកមិញនេះស្ដាប់តាមប្រសាសន៍របស់ពងពោះរបស់មុខដឹកនាំរាជរដ្ឋាភិបាលក៏បានលើកឡើងហើយអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបត្រូវចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលស្ដាប់តាមយុទ្ធនាការនិងបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់គ្រប់ច្រកអញ្ចឹងបាទឥឡូវអធិស្ឋានបងប្អូនកលេចនៅខាងក្រោយក្នុងរបស់ក្រុមការងារ SVT ប៉ុស្តិ៍ខ្ញុំគឺការកាមេរ៉ាបាទមើលចុះបងប្អូនមើលទៅប្រិយមិត្តគឺមិនថាគេថាខ្ញុំបាទបើយើងនិយាយពីការយើងយំវិញគឺយំលែងចេញយំលែងចេញហ៎អូលអាទាំងតែម្ដងបាទនេះគឺជាទស្សនវិជ្ជារបស់បងប្អូនប្រជាពលរដ្ឋដែលគាត់ជាសឹកមកពីតំបន់កំពុងតែមានចំនួនហ្នឹងហើយគឺដោយសារតែរដ្ឋាភិបាលប្រមុខរបស់យើងគឺលោកបានដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែនប្រធានប្រធានាធិបតីកម្ពុជានិងសម្ដេចអធិរាជប៊ុននីហ៊ុនសែនហើយព្រមទាំងនាយករដ្ឋមន្ត្រីរបស់យើងគឺសម្ដេចរបស់ប្រធានហ៊ុនម៉ាណែតគឺលោកបានបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ដឹកដៃដឹកជើងយកចិត្តទុកដាក់បាទយកចិត្តទុកដាក់គឺជាទីបំផុតដើម្បីប្រជាពលរដ្ឋហើយនឹងការពារប្រជាពលរដ្ឋឲ្យមានសុវត្ថិភាព 100% លើ 100% បាទនេះដែលយើងតាមប្រសាសន៍របស់សម្ដេចដែលលោកបានបង្ហោះហ្នឹងហើយណាលោកបងមកកណេះវិញបាទក្រុមការងារយើងហ្នឹងហើយមួយវិញទៀតបងប្អូនណាទស្សនវិជ្ជាជាក់ស្ដែងនៅពេលនេះដូចតែបានឃើញយើងឃើញនៅហេដ្ឋារចនាសម្ព័ន្ធនៃកិច្ចការរៀបចំរដ្ឋបាលខាងភ្នំថ្មដានេះគឺមានរបៀបវិរៈល្អណាស់ហើយហ្នឹងហើយយើងមានបន្ទប់អនាម័យអីត្រឹមត្រូវហើយបងប្អូនយើងមកធ្វើត្បិតរយៈពេលខ្លីមែនប៉ុន្តែអនាម័យអីស្អាតល្អហើយរបៀបវិរៈនៃការរៀបចំបោះតង់បោះអីគឺអត់ចង្អេងចង្ងាងទេល្អស្អាតហើយលោកប្អូនខ្ញុំសូមបញ្ជាក់តិចថាពីយប់មិញម៉ោង11ជាងជិតម៉ោង12យប់នៅស្រុកថ្មពួកតកងឡាន2ដែលគាត់ឈប់ហូបបាយគាត់ឈប់ហូបបាយមានតាំងពីត្រីមានតាំងពីជ្រក់សក់ត្រូវបានដ្រូនបង្ហោះមកធ្វើការបាញ់កំទេចទម្លាក់គ្រាប់គឺ
ស្លាប់ពីរអ្នកតកងឡានទាំងពីរអ្នកសត្វទាំងពីរអ្នកហើយឡានក្នុងនោះគឺមិនមានអីប្រជាពលរដ្ឋក្នុងទេគឺតែមានតែតកងឡានពីរនាក់ទេហើយបានបាត់បងអាយុជីវិតទាំងពីរអ្នកគួរឲ្យអាណោធមហើយឡាននោះបាញ់ខ្ទេចសោះតែម្ដងបាទអញ្ចឹងគឺថាចោលសៀមស្លៀនពានទឹកដីកម្ពុជាតែងតែធ្វើទន្ទានបុកម្នេញនៅកម្ពុជាយើងហើយការស្លាប់យមិញនេះគឺស្ដាយណាស់តកងឡានគាត់មិនបានគាត់កំពុងតែហូបបាយបាទវាជាសោកនាដកម្មមួយដែលយើងមិនអាចទទួលយកបានអញ្ចឹងយើងសង្ឃឹមថាច្បាប់អន្តរជាតិអន្តរកាលដែលជាសិទ្ធិមនុស្សធំជាងគេលើសកលលោកមើលឃើញពីការឈ្លានពាននិងប្រមាញ់ក្នុងរូបភាពដ៏សាហាវយងក្នុងរបស់ណែចៅសៀមបាទសំទោសខាងសៀមហ្នឹងគឺធ្វើឲ្យយើងប្រជាពលរដ្ឋខ្មែរមានទុក្ខលំបាកវេទនាគ្រប់បែបយ៉ាងអត់មានសេចក្តីសុខទេយើងជាប្រទេសតូចប្រជាជនតិចបើគិតទៅយើង7-10នាក់7-10លាននាក់ហើយដីរបស់យើងវាបានតែ1/4នៃគេ70លានអ្នកជាងហើយជាប្រទេសដែលស៊ីវិល័យជាប្រទេសដែលហៃសូជាប្រទេសដែលមានហើយក៏ជាប្រទេសដែលកាន់សាសនាពុទ្ធដែរហ្នឹងតែទីបំផុតក្បត់ពាក្យសន្យាក្បត់សម្ដីក្បត់ច្បាប់អន្តរជាតិក្បត់ទឹកដីរបស់ខ្លួននេះអាស៊ីborder នេះរវាងកិច្ចព្រមព្រៀងសូម្បីតែប្រទេសមហាអំណាចដូចចិនណែលោកតាដូណាត្រាំអញ្ចឹងយើងឃើញកិច្ចក៏ចរចាសន្តិភាពរួចហើយសញ្ញេលាលាក់ជាអសោះប៉ុន្តែឥឡូវគេក្បត់តាំងអាហ្នឹងបាទអញ្ចឹងបានអាដាមប្រធានាធិបតីត្រាំលោកបត់បញ្ជាឲ្យមានការឈប់បាញ់ក៏ប៉ុន្តែថៃវាមិនព្រមឈប់ទេហើយកម្ពុជាយើងគោរពនៅបត់ឈប់បាញ់ហ្នឹងហើយមិនមានការបាញ់ទេគឺអត់ធ្មត់ចនិចបាទឥឡូវរហូតដល់ចំណាត់ការរាជរដ្ឋាភិបាលយើងសម្ដេចតេជោធិបតីរហូតដល់ដំណក់ការមួយបន្តក្រហមហើយបានយើងធ្វើការតបតណាហើយសប្តាហ៍ថ្ងៃនេះយើងសូមឲ្យបងប្អូនប្រជាពលរដ្ឋជនរួមជាតិខ្មែរគ្រប់នានាការទាំងអស់តាំងពីថ្នាក់ណែវណ្ណៈធាសកលរាជអភិជនរហូតដល់អង្គព្រះមហាក្សត្រជីវិតលើត្បូងគឺយើងរួបរวมគ្នាជាឯកច្ឆន្ទដើម្បីជាធ្លុងសសរមួយទ្រមេឃដើម្បីការពារទឹកដីរបស់យើងនឹងឲ្យនៅថិតថេរគង់វង្សចូលរួមទាំងអស់គ្នាក្នុងកិច្ចសហប្រតិបត្តិការនឹងបានន័យសមរភូមិក្រោយយើងទៅរុញជួរមកសមរភូមិមុខអ្វីគឺចេញតាមសេណារីយ៉ូតែមួយប្រឡោះតែមួយហើយដូចជាព័ត៌មានដែលយើងត្រូវសៀពីអង្គភាពរបស់យើងឬក៏អង្គភាពណែសេនាធិការរបស់រាជរដ្ឋាភិបាលក្រសួងពាក់ព័ន្ធដូចជាក្រសួងការពារជាតិក្រសួងមហាផ្ទៃឬមួយក៏ភេកផ្លូវការរបស់សម្ដេចប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអញ្ចឹងចែករំលែកឲ្យលឿនហើយឥឡូវសមរភូមិអ្នកសារព័ត៌មានក្នុងប្រទេសនិងក្រៅប្រទេសរបស់យើងដែលដឹកនាំដោយឯកឧត្តមណែតភត្រាកំពុងតែឈ្មោះនាវាមុតស្រួចនេះប្រឆាំងតបតទៅនឹងព័ត៌មានคล้ายៗរបស់ខាងចៅសៀមហ្នឹងអញ្ចឹងក្នុងនាមយើងជាអ្នកផ្សព្វផ្សាយក៏ដូចគ្នាដែរសប្បាយចិត្តហើយមានទឹកចិត្តនៅក្នុងការផ្សព្វផ្សាយហើយនឹងមានទឹកចិត្តនៅក្នុងការជួយហើយមានទឹកចិត្តនៅក្នុងការបង្ហាញទស្សនវិជ្ជាដ៏ខ្លោចផ្សាដែលយើងបានឃើញនឹងភ្នែកជាក់ស្រាប់ហើយបងប្អូនមហាជនក្នុងនិងក្រៅប្រទេសបាទយើងបន្តដំណើរទៅមុខបន្តិចទៀតជាប្រវត្តិយើងគឺលោកកំពុងតែស្លមហូបបាទហ្នឹងហើយបាទគឺស្មានេះគឺប្រហែលជាម៉ោង1ចូលម៉ោង2ហើយបាទខ្ញុំឃើញគាត់ស្លដាំបាយគឺនៅនឹងឆ្នាំងភ្លើងម៉ោងចូល7:03បាទហើយបងប្អូនប្រជាពលរដ្ឋដូចយើងតែបញ្ជាក់អញ្ចឹងគឺក្រុមការងារ SBT Post ទាំងបងចាងវាងកសែតដែលគាត់មកចូលរួមនៅទីនេះគឺពួកយើងគ្មានអីទេជំរាបសួរបងស្រីបាទពួកយើងគ្មានអីទេឥឡូវកំពុងដាំបាយបងណាដាំបាយមហូបបាយដាំធ្យូងអូតាដាំទឹកពុះហើយបានដាក់អង្គណាសូមអធិស្ឋានណាបងជាស្ដាយមើលជាស្ដាយអូបាទដាក់ពេកក្នុងហ្នឹងលពីក្នុងហ្នឹងអត់ផុយសាច់អត់ផុយគេដាក់ឲ្យលះផុយចាញ់ចាបាទបងសូមអធិស្ឋានអញ្ជើញមកពីខាងណាដែរបងខ្ញុំមកពីឃុំគុកមូនគុកមូនយើងនេះឃុំគុកមូនចានៅភូមិគុកមូនស្រុកទេពើកាដល់បងអញ្ជើញមកតាំងពីថ្ងៃណាដែរបងពីម្សិលមិញដល់ពេលដែលខ្លាំងហ្នឹងហើយអូពេលដល់បងទូបងជំនះមកតែម្ដងហើយបងបានប្រមូលសម្ភារៈអវ័យអីខ្លះដែរទេបងបានខ្លះបានតែឆ្នាំងបានក៏តែទេហើយខោអាវគឺអត់តែម្ដងខោអាវបានខ្លះអត់ខ្លះអូចឹងបងប្អូនប្រជាពលរដ្ឋនេះសិតតែពិបាកតែម្ដងបងមើលទៅគឺសិតតែអ្នកជំនះភាសឹកមកភ្លាមតែម្ដងបងមកទាំងគ្រួសារណាទាំងគ្រួសារនៅតែពុះវិផ្ទះអូនៅទៅចូលទៅប្រាសាទតាមនហើយឃើញមានការបាត់ទ្វារបាទជំនះដើម្បីស្ងាត់ជ្រាបអស់ហើយបាត់ទ្វារបាទបើមកផ្លូវជិះមកតឡានពួកក្រុមការងារខ្ញុំជិះមកស្ងាត់ឈឹងតែម្ដងហ្នឹងហើយអត់ទៅបងស្រីបងស្រីនៅយល់យ៉ាងណាដែរព្រោះស្ថានភាពលើកនេះ
យល់ថាវាជាការឆ្លៀនពៀនមួយដល់ក៏ក្លឿនយ៉ាងម៉េចដែរបើយើងជាបរិវត្តខ្មែរដូចថាទៅទទួលរងលំភាពលំបាកត្រូវជំលះមកអញ្ចឹងជាអារម្មណ៍បងស្រីយើងគិតមិនទៅបងស្រីច្រឡំបងស្រី ហើយប្រហែលដងដែរបងនៅពេលជំនះមក ខ្ញុំមកពីរដងហើយ ពីរដងលើក ពីរដងណា ពេលបងមកទាំងយប់ជ្រៅតែម្ដង ខ្ញុំចេញមកពីព្រឹកតែមិញ បាទពេលព្រឹកអញ្ចឹងពេលយប់ពេលផ្លោងធំហ៎ ទឹកបានចេញទេ អាហ្នឹងពងនៅក្នុងត្រង់សេឡើយ ទឹកចេញមកពីព្រឹក ទៀតអញ្ចឹងបានន័យថាបងទើបតែចេញមកពេលព្រឹក ចាមុនបងនឹងគ្នាចូលក្នុង ត្រង់សេ ចាពេលរយៈពេលតែនោះរៀនស្ងប់ខ្ញុំគ្នាចេញមកទាំងខ្លាច បាទ គេគ្រឿបទៅនោះក៏ធ្លាក់ ចឹងធ្វើយ៉ាងម៉េចបាទនឹងបើស្ថានភាពអញ្ចឹងហើយយើងមិននឹកស្មានថាវាកើតឡើងបាន បាយពេលហ្នឹងឬមួយក៏ហូបម្ដង អានេះ ដាំ សម្រាប់ល្ងាច ចាហូបពីល្ងាច ស្មានគីឡូមិនហូបពេលព្រឹកដូចទៅឃើញហុយហុយ បាទហ្នឹងហើយ អូនរត់មកពីសាលាជិះជិះទៅរត់មួយខ្ញុំផងអុយផង គ្រួសារប្រហែលបុតធីតា ខ្ញុំពីរ ពីរណា មេមួយ ជំរាបសួរអ៊ំអ៊ំស្រីបងស្រីមួយក្មួយហ្នឹងហើយតស៊ូ មានមុខ បាទ ទៀតឡើង មូដល់យ មូច្រើនណា បានមុនបាន ហើយសំណាងដៃយើងអត់ភ្លៀង ចាបើមុនលមុនភ្លេង មកថាមុនខ្ញុំមកចែក កាលលើកមុនយើងមកទីតាំងហ្នឹងប្រហែលសាកាលលើ ខ្ញុំ ក មកពីសា ពីសា ពីសាទាំងលើកនេះណា ចាពីសាទៅលើនេះពីមុននៅខាងនោះវត្ត បាទ ខាងក្នុងវត្ត ហ្នឹងហើយ អីទេបងធ្វើម៉េច រាជរដ្ឋាភិបាលយើងកំពុងយកចិត្តទុកដាក់ហើយសម្ដេចថ្នាក់ដឹកនាំខាងលើក្រសួងពាក់ព័ន្ធសេនាធិការអីហ្នឹងលោកកំពុងរៀបចំចាត់ចែងនៅក្នុងការចុះជួយហើយហើយខាងខ្ញុំបាទហើយនឹងក្រុមការងារនេះជាកិច្ចខាងដើមនេះយើងមកស្ទាបស្ទង់មើលស្ថានភាពហើយយើងក៏នឹងដឹកនាំពំពានៅពេលក្រោយមកទៀតហើយសូមឲ្យបងប្អូនយើងជួយចូលរួមនឹងសហការតែធ្វើយ៉ាងម៉េចអានេះពេលវេលាដែលយើងត្រូវអត់ធ្មត់ទាំងអស់គ្នាមិនអញ្ចឹងណាបងស្រីណាអ្នកមេងទាំងអស់គ្នាខាងមកស្កត់ចិត្តហ្នឹងហើយមិនណាចង់ជួបទេប៉ុន្តែធ្វើម៉េចបើគេស្រេកឃ្លានសង្គ្រាម បាទកូនក៏មិនបានរៀនហើយដីស្រែចម្ការច្បារដំណាំគោក្របីតម្រៃសេះអីហ្នឹងគឺຕົកចោលណា គឺបានហើយក៏ទុកចូល ហើយសង្ឃឹមថា ទុក ស្រូវហាលຕົកចោលទៀត ចូលមូលមិនទាន់ចូលស្រូវ បាទ ចុះមកថាទុកទាំងអស់តែម្ដង ដាក់បានចូលក្នុង ធ្វើម៉េចឲ្យតែបានតែខ្លួនមក ឲ្យតែរួចខ្លួនឲ្យតែមានជីវិតនៅ បាទ បាទ រួចជីវិតពីក្រៀម ហ្នឹងហើយ ហ្នឹងហើយអត់ទេបងសូមជឿជាក់លើរដ្ឋាភិបាលរបស់យើងគឺដល់នាំដោយសម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែនប្រធានប្រសិទ្ធិហើយនឹងសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកជួយប្រជាពលរដ្ឋយើងគ្រប់បែបយ៉ាង ហ្នឹងអរគុណបងស្រីហ្នឹងហើយសុខភាពល្អសុខសុវត្ថិភាពទាំងអស់គ្នា បាទ អ៊ំមីងមាបងប្អូនណាសុខសប្បាយ ប្រិមិត្តនេះគឺជាផ្នែកដែលក្រុមការងារសារព័ត៌មានរបស់ខ្ញុំបាទស្គីពីប៉ុសទាំងបងចាងបានកសែតខ្មែរ បាទ បាទគឺបានយើងបានចុះមកដល់ចំណុចទីតាំងនៅកន្លែងនៅក្តៅកគុកមកព្រឹកមិញហ្នឹងគឺខ្ញុំបានថតទស្សនវិជ្ជានៅដំបងមូលកន្លែងហ្នឹងតែដោយសារតែ រៀបសួរបងស្រីបាទ យើងលឺសូស៊ីណូបាទគឺដាច់ទេប្រិមិត្តបាទ ហ្នឹងហើយ បាទរៀបសួរអ៊ំសំតូខ្ញុំមក live ព័ត៌មានដើម្បីឲ្យបងប្អូនសប្បុរសជនដែលគាត់បានឃើញក្នុងសង្ខារសដើម្បីឲ្យគាត់បានមកជួយផ្នែកណាមួយតាមក្រុមការងារឬមួយទៅអីគាត់នឹងយកមកចែកអ៊ំទាំងអស់គ្នាតែម្ដង បាទអូក្មួយហើយយើង បានសូមអធិស្ឋាននៅយើងគិតតាំងពីជាពលរដ្ឋរបស់យើងលោកភាសឹកម្ដងនេះគឺប្រហែលជាប្រមាណពាន់គ្រួសារហើយប្រមាណម៉ឺននាក់ដែរនៅក្នុងការចម្លៀសរបស់បងប្អូនប្រជាពលរដ្ឋដោយសុវត្ថិភាពនេះ បើយើងនិយាយជាទូទៅគ្រប់បណ្ដាខេត្តក្រុងដែលកំពុងតែជួបវិបត្តិនេះណា បាទ តួលេខអត់តាន់ច្បាស់ទេដឹងតែច្រើនណាស់ ច្រើន បាទច្រើនព្រោះឥឡូវយើងគិតមើលព្រះវិហារ 3-4 កន្លែង បាទ ហើយខាងពោ 5000 ដើមនោះក៏ឥឡូវຕົកច្រើនដែរហើយបើនិយាយរួមអានេះចាំមើលល្ងាចតិចយើងអាចសរុបជាផ្លូវការបានណាអានឹងតាមរដ្ឋបាលភូមិឃុំណាបាទខាងស្រុកខេត្តខណ្ឌឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តលោកចាត់ចែងហ្នឹង បានឲ្យហូបបាយបង អូជំរាបសួរបងស្រីអ្នកមីងចាំពេលភាសាបាយ ពេលណាដែរបងអើយបាទតាំងពេលណាដែរបងក៏ទៅតែយើងទៅចាត់តែធ្វើទេអូអីណាចាហូបឈ្មោះអីទេបង ម៉ែមកអស់ហើយ តែរក្សាសុខភាពឲ្យរៀងរាល់ទុកចិត្តលើរដ្ឋាភិបាលរបស់យើងគឺមិនមានដំណោះស្រាយ ខ្លោចចិត្តមក ឲ្យតែបានសុវត្ថិភាពមានជីវិតមកបានហើយ
mauประมาณថ្ងៃហើយអ្នកមីងបងស្រីអ្នកមីងទៅមកយប់នឹងទេណោះចេញដំណើរពីនោះមកអូពីព្រឹកណា ទាំងពើអស់ណែចេញជោគមូនបាទជោគមូនទៅមកពីដងខាងចាចាប្រហែលបើការស្មាន ចំឲ្យមិញអត់ឡាយបង ស្រុកនឹងតែម្ដងប្រហែល ចេះស៊ីមអីដែលមាន ច្រើនចូលមើល គេឡាយបាន ដល់មើលទៅបងនេះតែបើលើប្រហែលជាមើលចាបាទបើមកគ្រួសារមកមើលទីមកមើលដល់បាទបើមើលដល់បើគ្រួសារប្រហែលជាមកគូតាមច្រើនរបាយការណ៍ចេញមកពីរដ្ឋបាលខេត្តមកមេរបស់លោកចាងវាងសាមញ្ញហ្នឹងគាត់បានឲ្យរបាយការណ៍មកខ្ញុំមុនហ្នឹងគឺថាប្រជាប្រដ្ឋរបស់យើងជាង 3000 គ្រួសារចាបាទដែលមកមកបងនេះច្រើនចឹង 3000 គ្រួសារគឺទៅមកគ្រួសារមិនតិចណាចាមុខ5នាក់ម៉ែលៀតសុំខែសារសុខភាពមើលវិញហើយផង ណែម៉ែបជនមកណា កៅណាគួយហើយយើងមានអីនេះ កៅហើយ បានណាបាទលើ ដើមបានហើយត្រូវ ហើយមុងអីកាពេមុងបានដែរ បងប្អូនមើលម៉ែបជនកៅហើយ តមករហូត ហើយត្រូវបានជំលះហើយជំលះហ្នឹងមិនមកដោយស្រួលទេកូនចៅនៅតាមថែតមើលចឹងបានថាយើងគ្រប់គ្នាយើងមិនចង់បានទេសង្គ្រាមហ្នឹងយើងត្រូវការសន្តិភាពប៉ុន្តែគេវាអត់ឲ្យយើងណាគេវាឆ្លៀនពៀនស្រែកឆ្លៀនឆ្លៀនពៀនទឹកដី បានតំព្រឹកក្រកមាននៅបានហូបបាយ អញ្ចឹង ចាតែបានដាំបាយ ព្រឹកឡើងគ្រឿងព្រាមទៅ ព្រឹកឡើងគឺឡើងគ្រឿងអត់មើលដាំតែបាយមហូបទៅមានហូបកូនទូរៀនក៏បែកគ្នារត់មករត់រកឃើញ បាទ ចាំតែថាម្សិលមិញពួកគាត់កូនរៀនអត់រៀន រត់ចេញពីសាលាហ្នឹង ចារត់ចេញពីសាលាក៏ដល់តាមកតាមផ្លូវក៏វាពេញក៏គេក្រោកូនគេអីក្រោកកូនអីក្រោកមិនឃើញអូគឺឡឡអូខេ គុណច្រើនចាចា អរគុណណាស់អ្នកមីងបងស្រីហ្នឹងហើយប្រយ័ត្នប្រយែងថែរក្សាសុខភាពហើយយើងឆាប់បានត្រឡប់ទៅវិញហ្នឹងហើយបងប្អូនជនរួមជាតិដូចតែបានឃើញស្រាប់អ្វីដែលយើងកំពុងតែបន្តការផ្សាយនេះគឺជាក់ស្ដែងនៅក្នុងវត្តខ្ញុំចាប់ផ្ដើមមិនសូវស្រួលក្នុងអារម្មណ៍ឃើញអ៊ំពូមីងមាតាយាយចាស់ជរាខ្លះលោកពិការហើយបជនក៏ច្រើនកុមារាកុមារីដូចបងប្អូនឃើញស្រាប់ហើយក្មួយពេញវ័យដែលគាត់កំពុងតែក្រេបបញ្ជក់ការសិក្សារៀនសូត្រនៅសាលាបឋមអតីអីហ្នឹងឥឡូវហ្នឹងពួកគាត់ត្រូវបានជំលះមកដោយប្រផាត់ប្រភីងតាមរយៈគោយន្តតាមរយៈកង់ម៉ូតូស៊ីក្លូអីដែលលទ្ធភាពរបស់គាត់អាចធ្វើទៅបានហ្នឹងដោយបងប្អូនឃើញស្រាប់វេទនាណាស់ឡោចផ្សារក្នុងចិត្តឥឡូវយើងបន្តទៅមុខបន្តិចទៀត ក្រោមនោះគឺប្រហែល30គ្រួសារហើយនៅខាងលើពួកខ្ញុំនេះទៀតខាងលើទៀតបាទគឺបើការនៃការគិតមកពីផ្លូវចូលមកច្រើនមែនតើបាទគឺប៉ុន្តែលោកចាំងវាងសូមអធិស្ឋានម្ដងទៀតបើតាមការគិតរបស់លោកចាំងវាងតើបងប្អូនប្រជាពលរដ្ឋរបស់យើងសុំទោសលោកចាំងវាងគាត់ជំលះមកនេះគឺដោយសុខភាព 100% ឬមួយក៏ 80% ឬមួយក៏ 50% ឬក៏ 40% ដែរសឹងតែ 100% ហ៎ សឹងតែ 100% សឹងតែ 100% ព្រោះរឿងហេតុបង្កើតតនហនភ្លាមនោះគឺអត់តនបានចំណាត់ការពីណារដ្ឋបាលភូមិឃុំស្រុកណាក្រោយពីហ្នឹងភ្លាមមកគឺប្រកាសជាសណារីយ៉ូតាមតំបន់អធិការកិច្ចមូលដ្ឋានរបស់ពួកគាត់គាត់ឡើងមកទាំងអស់ហើយអ្នកដែលអត់តនឡើងក៏ឡើងមកតាមក្រោយបាទដូចថ្ងៃមិញបងប្អូនជាបរិវត្តយើងនៅក្រុងសំរោងនៅច្រើនដែរប៉ុន្តែដល់ពេល F16 វាទម្លាក់មកក្របនឹងក្តឹងចាប់ផ្ដើមឡើងតទៀតឡើងមកបាទឡើងបន្តទៀតហ្នឹងបានន័យថាសុំទោសបងប្អូនដែលយើងនិយាយនេះគាត់គិតថាគាត់នៅនឹងសិនណានៅសិនដូចថានៅម្នាក់ពីរនាក់ដើម្បីមើលថែរក្សាទ្រព្យសម្បត្តិរបស់គាត់អចលនៈទ្រព្យរបស់គាត់ទៅណាបាទគោក្របីតម្រៃសេះអីចឹងទៅ
តែដោយF16 នៅធ្លាក់នៅកន្លែងក្រុងសម្រោងហ្នឹងក៏យើងចាប់ផ្ដើមចេញមកពួកគាត់ចេញមកយើងនិយាយពីពាក់ព័ន្ធនឹងបញ្ហាបងប្អូនប្រជាពលរដ្ឋដែលគាត់ជិះសឹកពីតំបន់ផ្សេងៗមកកាន់ទីទួលសុវត្ថិភាពនេះបាទឃើញថាសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្លះក៏មានការខ្វះខាតមិនចឹងណាបាទទី1គឺគាត់ខ្វះតង់បងប្អូនយើងមកសូមឲ្យបងប្អូនក្រុមយុវជនយើងជួយជាតង់នៅក្នុងក្រុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តនៅឆ្ងាយពីព្រំដែនបាទដែលកំពុងតែមានសង្គ្រាមកម្ពុជាថៃនេះបាទបើសិនជាបងប្អូនយើងសហការគ្នាថាខ្មែរជួយខ្មែរយើងជួយគ្នាបាទបើសិនជាបងប្អូនអាចបរិច្ចាគឬមួយក៏មានគ្រឿងឧបភោគបរិភោគបាទផ្សេងបាទបងប្អូនយើងអាចមកយកមកចែកជូនបងប្អូនយើងហ្នឹងហើយបាទជាច្រើនពាន់គ្រួសារតែម្ដងហើយទី1គឺខ្លាចគីឡូមេតរកក់ខែកក់អីទៅបាទត្រូវហើយបងបាទការទឹកហើយបងប្អូនប្រជាពលរដ្ឋខ្លះគុំមានការខ្វះខាតតង់ហើយតង់គាត់មានខ្លះចាស់ហើយខែទៅពិបាកអញ្ចឹងបងប្អូនចូលរួមបាទចូលរួមតាមរយៈលោកចាស់បានបាទគឺឬមួយក៏បងប្អូនអាចមកផ្ទាល់បងបាទជួយមកផ្ទាល់ទៀតបានក៏កាន់តែល្អបាទតែគឺសារភាពពេលនេះសូមអធិស្ឋានគឺអាចមកផ្ទាល់បានមកផ្ទាល់ក៏វាត្រូវពិបាកតិចបាទមានជួមុខយើងខ្ញុំបាទខ្ញុំនឹងយកមកចែកជូនបងប្អូនអភិសិទ្ធទាំងអស់បាទអញ្ចឹងគ្រាន់តែសូមផ្ញើសារក្នុងការ live ផ្ទាល់ទៅកាន់បងប្អូនជនរួមជាតិទាំងអស់បាទដែលនៅខាងក្នុងប្រទេសបាទនៅក្រៅប្រទេសបាទបើសិនជាមានអាចបាទជួយសហការគ្នាឬមួយក៏ជួយគៀងគរនៅគ្រឿងឧបភោគបរិភោគតែមានការខ្វះខាតបងប្អូនប្រជាពលរដ្ឋដឹងស្រាប់ហើយប្រទេសដែលមានសង្គ្រាមតែទ្រូងទ្រាំងហើយរត់អត់បានយកយកខោអីមកទេបាទគឺរត់អត់ហ៊ានចូលផ្ទះអញ្ចឹងសូមឲ្យបងប្អូនបាទជួយសហការគ្នានឹងខ្មែរជួយគ្នាដោយសារតែយើងកំពុងតែមានទុកយើងជួយគ្នាបាទចែករំលែកតាមលទ្ធភាពដែលអាចធ្វើទៅបានហើយជាពិសេសនេះគឺតម្រូវការខ្លាំងជាងគេបំផុតគឺស្បៀងអាហារទី1ហើយទី2នេះគឺតង់តែម្ដងបាទដូចជាឆ្នាំពេទ្យឆ្នាំអីចឹងប៉ុន្តែក្នុងបណ្ដាអាជ្ញាធរយើងគឺយកចិត្តទុកដាក់បាទខេត្តដល់មានជ័យក៏ដូចជាប្រទីមានជ័យបាទលោកខិតខំប្រឹងប្រែងក្នុងការថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋបាទមិនថានៅទីណាឲ្យតែបងប្អូនជាប់ព្រំដែនគឺលោកបាទនិយាយជារួមលោកចោះអភិបាលគ្រប់ពេលវេលាហ្នឹងបាទចំពោះបងប្អូនជនភៀសសឹកទេបាទខ្ញុំបានពេលខ្ញុំចូលនេះខ្ញុំបានឃើញនីតិសុខាភិបាលបងប្អូននៅចាំខេត្តហ្នឹងហើយបានដាក់នៅខាងមុខផ្លូវចូលបាទពេលដែលខ្ញុំចូលជាមួយនឹងបងប្អូនកងកម្លាំងរបស់យើងគាត់បានរៀបចំស្ដាប់ធ្នាប់នៅទីនេះបាទហើយក៏អរគុណខ្លាំងមែនទែនប្រមុខរបស់យើងលោកបានទទួលដល់បាទគឺជាគេតែថ្នាក់លើរហូតដល់ថ្នាក់ក្រោមលោកបានរៀបចំជាគាត់យកភាសឹកគឺគេថាដោយសុវត្ថិភាពបាទដូចលោកចាំងបានក៏បានបញ្ជាក់ថា 100% អ្នកខ្លះមិនទាន់មើលតែគេហៅថាមើលតែព័ត៌មានមួយជ្រុងបាទព័ត៌មានមួយជ្រុងហៅថាព័ត៌មាន fake news ហ្នឹងហើយព័ត៌មានคล้ายៗសូមបងប្អូនកុំមើលពេកកុំ share បាទសូម share តែព័ត៌មានពិតការ live របស់រដ្ឋាភិបាលការចេញផ្សាយដោយរដ្ឋាភិបាលក្រសួងការពារជាតិគឺក្រសួងព័ត៌មានបាទគឺបងប្អូនអាច share បានហើយយើងកំពុងតែ live ផ្លូវការនេះផងដែរជាពិសេសយើងអាចនិយាយបានថាដើម្បីរក្សានិរន្តរភាពសុខសន្តិភាពសុវត្ថិភាពរបស់បងកងកម្លាំងជួរមុខរបស់នៅសមរភូមិជួរក្រោយឬក៏បងប្អូនជនភៀសសឹកឥឡូវយើងចូលរួមស្ដាប់ចូលរួមធ្វើចូលរួមគិតចូលរួមពិចារណាហើយធ្វើអ្វីដោយគិតឧត្តមប្រយោជន៍ជាតិជាធំជាពិសេសគឺគុណតម្លៃនៃការលះបង់របស់បងយើងហើយបើចំពោះបងប្អូនសួរមកដូចខ្ញុំព្រឹកមិញសួរថាឥឡូវយើងស្លាប់ប្រមាណអ្នកឬប្រមាណអ្នកនេះគឺជានានាការមួយចាំឲ្យក្រសួងការពារជាតិឬក៏រាជរដ្ឋាភិបាលយើងធ្វើគេហៅថាតួលេខបូកសរុបអាមិនខូចខាតតាមលេខពោះឥឡូវយើងមិនទាន់ចប់សង្គ្រាមទេសង្គ្រាមកំពុងតែក្តៅអញ្ចឹងយើងអនុលោមទៅតាមច្បាប់អន្តរកាលជាតិនិងអន្តរជាតិសិនតែអ្វីដែលសំខាន់យើងទៅបាទលើស្នូណាគេនេះបងប្អូនឥឡូវនេះកំពុងតែលើសំឡេងផ្លោងក្តាំងតែម្ដងបាទជាមែនតើបាទអូយើងសុខដើរទៅមុខទៀតយើងទៅមុខទៀតពួកខ្ញុំមិនមែនខ្លាចទេបងប្អូនបើសិនជាពួកខ្ញុំខ្លាចពួកខ្ញុំអាចមកកន្លែងនេះបាទពួកខ្ញុំមកធ្លាប់ជួបនោះតែយើងលឺស្មាសំខាន់បងប្អូនជនរួមជាតិយើងត្រូវអនុលោមទៅតាមច្បាប់អនុលោមតាមច្បាប់ហើយគឺយើងជាអ្នកផ្សព្វផ្សាយម្នាក់ក៏យើងត្រូវតែចូលរួមនៅក្នុងការផ្សព្វផ្សាយអ្វីដែលពិតដែរបាទគឺគាត់លះបង់គ្រប់យ៉ាងបាទគឺគាត់មកលោកចាំមកដឹងហើយថាកំពុងតែ live បាទនេះគឺដឹងសម្លេងផ្លោងសម្លេងគ្រាប់បាទនៅក្នុងនេះវត្តភ្នំមកភ្នំកំបោក៏នៅតែលឺដែរពួកពីនេះវាដូចជា20គីឡូជាងបាទពីកោកមូនមកណាបាទក៏នៅតែលឺសម្លេងបាទចៅសៀមផ្លោងចូលប្រទេសកម្ពុជាយើងហ្នឹង
ធ្វើឲ្យប្រជាពលរដ្ឋយើងមើលនៅក្នុងនេះ3000គ្រួសារជាងបាទហើយចិត្តប្រជាចិត្ត10000នាក់បាទអញ្ចឹងសូមឲ្យលោកប្រធានបតីត្រាំលោកនឹងជួយរកយុត្តិធម៌ជូនប្រទេសកម្ពុជាដែលជាជនស្រុកត្រង់ដោយចោលសៀមបានផ្លោងដាក់ស្រោចមកលើទឹកដីដែលធិបតេយ្យរបស់យើងកម្ពុជាយើងបូរណភាពទឹកដីកម្ពុជាបាទសូមឲ្យភ្នែករបស់សិទ្ធិមនុស្សអន្តរជាតិលោកជួយធ្វើអន្តរការផងមកលើការឈ្លានពានរបស់ចោលសៀមមកលើទឹកដីរបស់យើងដោយអត់មានភាពអៀនខ្មាស់ហើយជាពិសេសការទម្លាក់ក្របការបាញ់ហ្នឹងគឺអត់ដឹងគោលដៅទេសូម្បីតែក្នុងមូលដ្ឋានប្រជាពលរដ្ឋសូម្បីតែឡានក្រុងនោះបាទដែលដឹកជញ្ជូនភាសឹកនោះក៏ដូចបានរៀបរាប់ខាងដើមបាញ់បានបាត់បង់នឹងបាត់បង់តកងណានទាំងពីរនាក់ទម្លាក់ក្របមកចំតែម្ដងដ្រូនទម្លាក់ចំតែម្ដងបាទហើយមានការសោកស្ដាយបាទអាណិតដល់តកងឡានទាំងពីរនាក់ដែលគាត់កំពុងតែពិសាបាយនៅក្រោយឡានគាត់មិនបានដឹងជន់ស្រុតត្រង់ហ្នឹងហើយបាទខ្ញុំសូមចូលរួមរំលែកទុក្ខនិងសោកស្ដាយបាត់បង់តកងឡានពីរនាក់ហ្នឹងហើយវាជារឿងមួយដែលប្រជាពលរដ្ឋខ្មែរឥឡូវកំពុងតែទទួលនៅវិបដិសារីបាទកំពុងតែជេរស្ដីបន្តិចប្រាសាដែលយើងថ្កោលទោសខាងទាហានថៃដែលបាញ់បំពេញមកលើទឹកដីខ្មែរយើងហើយចោតបំភ្លៃបំភ្លើសព័ត៌មានកលិចកិច្ចកលថាខ្មែរយើងនឹងបាញ់មុនទៅទៀតបាទហើយបងប្អូនដែលមើលប្រភពព័ត៌មាននៅខាងក្រៅដឹងហើយគេផ្សាយលៀបពណ៌យើងសពសារពណ៌យើងសពផ្សាយបាទដូច្នេះបានខ្ញុំស្ងើចសរសើរឲ្យដំរដ្ឋមន្ត្រីក្រសួងព័ត៌មានឥឡូវចាត់យុទ្ធនាបាទអាដាមនេតធេត្រាលោកចាត់យុទ្ធនាការមុតស្រួចកងកម្លាំងសមរភូមិអ្នកសារព័ត៌មានហើយអាដាមនេតធេត្រាលោកជាម៉ែជាឪបាទរបស់ខាងអ្នកសារព័ត៌មានគ្រប់អង្គភាពទាំងអស់ហើយលោកតែងតែយកចិត្តទុកដាក់ដល់កូនចៅជាម៉ែជាឪលោកបានដឹកនាំហើយនឹងបញ្ជានៅការផ្សព្វផ្សាយរបស់យើងឲ្យវាទៅតាមគោលការណ៍ដោយវិជ្ជាជីវៈនិងក្រមសីលធម៌អញ្ចឹងទៅឲ្យផ្សាយទៅរឿងពិតនៅក្នុងសង្គមជាតិយើងហើយក៏ខ្ញុំបាទអ្នកសារព័ត៌មានក៏ប្រឆាំងដាច់ខាតនៅរាល់ព័ត៌មានคล้ายៗនឹងបកវិលុកទៅវិញព័ត៌មានពិតដែលថៃបំភ្លៃពីការពិតបាទហ្នឹងអញ្ចឹងក្នុងនាមខ្ញុំហើយជាលោកប្អូនចាងបាទគឺសូមបដិសេធថាមិនដូចពាក្យថៃទៅថាកម្ពុជាបាញ់មុនទេគឺភាគីថៃបានបាញ់សោចមកលើប្រទេសកម្ពុជាមុនបាទហើយយើងនៅតែគោរពពេល12ម៉ោងហ្នឹងហើយបាទចិត្តមួយថ្ងៃបាទចិត្តមួយថ្ងៃទើបយើងមានការតបដោយគេឆ្លងកាត់ដល់បន្ទាត់ក្រហមយើងបាទគេមកដល់បន្ទាត់ក្រហមយើងហើយដូច្នេះកម្ពុជានឹងការពារខ្លួននឹងការពារបូរណភាពទឹកដីទើបនឹងវាយបកទៅវិញចោលសៀមដែលវាបានរំលោភបត់ឈប់បាញ់ដែលខាងអង្គការសហជាតិដូចជាអាដាមដូណាល់ត្រាំប្រធានាធិបតីរបស់អាមេរិកលោកបានអាដាមចូលជារួមជាសាក្សីខាងប្រទេសជាមិត្តខាងចិនប្រទេសមហាអំណាចមានចិនមានអាមេរិកហ្នឹងហើយដែលចូលជាសាក្សីប្រធានអាស៊ានដែលបានចូលរួមនៅក្នុងកិច្ចជំនួបចរចាទ្វេភាគីនោះហើយលេលាក់ជាអសរសន្លឹកសន្តិភាពបាទហើយនៅតែចោលសៀមនៅតែលឿនដដែលបំពេញមកលើបូរណភាពទឹកដីកម្ពុជាដដែលបាទដោយឯកតោភាគីទៀតណាហើយមើលចោះបងប្អូនប្រជាពលរដ្ឋ3000គ្រួសារជិត10000នាក់ដែលមកនៅវត្តថ្មភ្នំកបោនេះមើលគួរឲ្យសំណោះណាមានតង់មានអីមើលខានសិស្សសាលាខានរៀនហ្នឹងហើយបាទហើយលោកពុកអ្នកម៉ែបជនច្រើនភាសាក៏មកទាំងប្រផាត់ប្រភេទនិយាយជារួមវាអត់ស្រួលទេបាទយ៉ាងណាក៏អត់ស្រួលដែរដោយស្ថានភាពជាក់ស្ដែងយើងឃើញនេះនៅពេលដែលឃើញមកដល់ផ្ទាល់អញ្ចឹងថាស្រួលមិនស្រួលទេគាត់មកជំនះហ្នឹងមិនមែនចេញមកដោយមានរបៀបវិរៈការទូតឬមួយសេណារីយ៉ូណែដែលឡានអាំបលិនឡានគណៈប្រតិភូអត់ទេជំនះមកតាំងកដាត្រៀតបាទហើយមកដោយបុគ្គលក៏មានហើយមកដោយការនោះបាទលឺម៉ោងនេះខ្ញុំធ្វើការ live អធិប្បាយជាមួយលោកចាងវ៉ាគឺនៅតែលឺសូរសំឡេងខ្លាំងនៅពីក្រោយខ្នងដែរបាទជាង20គីឡូក៏នៅតែលឺដែរបាទនេះគឺជាការស្ពានពានរបស់ទាហានសៀមមកលើកម្ពុជាយើងបាទហ្នឹងហើយអណោយធម្មណាបងប្អូនវាជាសោកនាដកម្មដែលយើង
បំបាក់ទទួលយកហើយបើទួលនឹងពេលវេលាថ្មនេះមានបងប្អូនខ្លះគាត់ថាស្ងាត់នៅចប់ឲ្យនៅហើយគេមិនហើយថមថយនៅអត់ទេនៅតែកណ្ដាលនៅតែលឺបាទ សំឡេងទុះដដែលបាទ ហ្នឹងហើយអញ្ចឹងបងប្អូនជនរួមជាតិយើងគិតថាសូមបញ្ចប់ត្រឹមប៉ុណ្ណេះសិនបាទគោរពលាតែប៉ុណ្ណេះបាទ បាទហើយយើងជូននៅពេលក្រោយទៀតហើយសូមចេះបងប្អូនជនរួមជាតិបើលោកអ្នកដែលជាម្ចាស់ជំនួយអាចអញ្ជើញឡើងមកផ្ទាល់នៅក្នុងបរិវេណនៃវត្ត ថ្មភ្នំធម៌កបោ ភ្នំថ្មកបោហ្នឹងបាទមកចែកចាយផ្ទាល់ឬក៏តាមអង្គភាពដូចថាបងខ្ញុំអីនេះសារព័ត៌មានបងសានមធឿនអីហ្នឹងឲ្យតែជាអ្នកផ្សព្វផ្សាយហើយជាអ្នកដែលមានគេហៅថាចុះដល់គឺបងប្អូនអាចផ្ញើសេចក្តីទំនុកចិត្តបានអញ្ចឹងអរគុណបងប្អូនយើងជួបគ្នានៅពេលក្រោយទៀតបាទ